គុណដំណើរសំណាក់សិស្សចេញទៅប្រឡងក្នុងនាមជាគ្រូបង្រៀននៅការអនុវិទ្យាល័យសម្ដេចជាស៊ីមតកែវនេះហើយក្នុងនាមមន្ត្រីធម្មការសាសនាខេត្តតាំងនាមគណៈគ្រប់គ្រងពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីមតកែវទាំងអស់ព្រះនាយករងណាថ្ងៃនេះក៏មានក្តីរីករាយណាស់ដោយបានសព្វនសិស្សនៃពុទ្ធិកអនុវិទ្យាល័យចំនួន13ព្រះអង្គត្រូវបាននិមន្តទៅប្រឡងយកសញ្ញាបត្រពុទ្ធិកប្រជុំសិក្សាបឋមភូមិដូច្នេះយើងខ្ញុំខិតខំប្រឹងប្រែងបង្រៀនព្រះអង្គហើយឥឡូវនេះមានទំនុកទុកចិត្តថាព្រះអង្គនឹងទទួលបានជោគជ័យអញ្ចឹងក្នុងនាមយើងទាំងគ្នាជាអ្នកគ្រងជាគ្រូបង្រៀនក៏សូមប្រសិទ្ធពរជ័យបងទូស្រីមង្គលវិបុលសុខគឺបានយ៉ាងអស់ពិសេសជោគជ័យនិងឈ្នះព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កាល្អគឺបានប្រឡងចប់គ្រប់ព្រះអង្គអរគុណណាសូមឲ្យព្រះអង្គបានជោគជ័យគឺគ្រប់ព្រះអង្គអរគុណតំនាមជាគ្រូបង្រៀននៅពុទ្ធិកជាឡាយស្មារតីសិទ្ធិកែវសូមប្រកេតពរព្រះអង្គគ្រប់ព្រះអង្គដែលនិមន្តទៅប្រឡងនៅយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសញ្ញាបត្រឌីប្លូមសូមឲ្យប្រកបដោយសុខជោគជ័យទាំងអស់អង្គទទួលបានសញ្ញាបត្រនីតិល្អប្រសើរទាំងអស់អង្គដែលប្រកេតពរឲ្យបានសុខចម្រើនទាំងទៅទាំងមកឲ្យប្រឡងបានជោគជ័យទាំងអស់អង្គអរគុណព្រះនេះសកម្មភាពសំណាក់សិស្សលោករៀបចំឡើងឡានចេញដំណើរទៅហើយទៅភ្នំពេញដើម្បីធ្វើការប្រឡងបឋមភូមិយករៀបចំចេញដំណើរហើយព្រះអង្គអូនេះសារសំណាក់សិស្សខ្ញុំតែរៀបចំបកាយចេញដំណើរទៅហើយរៀបចំតែខ្លួនលាបម្សៅក្រេមម្សៅឥឡូវចេញទៅហើយចេញទៅច្បាំងហើយខំប្រឹងរយៈពេលជាច្រើនឆ្នាំមកហើយឥឡូវថ្ងៃឡើងជ្រុញហើយឥឡូវមើលមុនសន្និការទីមកសង្ឃឹមប្រមាណភាគរយចេញទៅប្រឡងមុន50ឯបងយក100ទៅឬក៏80ទៅបានតិចមែនអើយអត់សូវហ៊ានព្រោះយើងគេថាយើងគិតពាក់កណ្ដាលអញ្ចឹងហ្នឹងហើយអូដាក់ខ្លួនទេបងអូដាក់ខ្លួនដាក់មិនដាក់ខ្លួនយើងអត់អួតអាងទេអូអត់អួតអាងទេមុនច្រើនមុនណាមុនឡើងបងមុនអីនេះមានសង្ឃឹម1%ដើម្បីក្នុងការប្រឡងថ្ងៃនេះ80%យកទីមែនបង80អូ80ហើយកណាសង្ឃឹមច្រើននេះមកបងណាអរគុណច្រើនបងមុនទៅឲ្យសង្ឃឹមថាប្រឡងជាប់ទាំងអស់អង្គសាធុណានេះឥឡូវព្រះសង្ឃរៀបចំចេញទៅហើយសត្វតែសាមណសិស្សរបស់វត្តសីហរតនារាមចេញពីសាលាពុទ្ធិកសិក្សាសីហរតនារាម